ការមកដឹកកើតទៅពឹងម៉ែពឹងឪគាត់មានតែស្រែនឹងស្រមៃចង់ខ្លាយជាអ្នកមានដែរនឹងប្រាប់ឲ្យម៉ែចូលស្ដីជីវ៉ាធ្វើស្រែកាន់ស្រូវប្រឹងឡើងថ្នោតមានភពត្រូវឆ្នោតមិនបាច់វាចាដូររទេះយកឡានរួចក៏សង់វិឡាក្រោយរៀបការលេងភ័យមានច្រើនក្របីជ្រុកសាច់គោមាត់ទីស្រែពីហត្ថាគេយាយបើស្រូវហាងឆេងបានថ្លៃសេដ្ឋីស្រុកស្រែគឺបងតែដល់ពេលនេះបងជីក្របីនៅឡើយទេរៀបការមកដឹកកើតទៅពឹងម៉ែពឹងឪគាត់មានតែស្រែនឹងស្រមៃចង់ខ្លាយជាអ្នកមានដែរនឹងប្រាប់ឲ្យម៉ែចូលស្ដីជីវ៉ាធ្វើស្រែកាន់ស្រូវប្រឹងឡើងថ្នោតមានភពត្រូវឆ្នោតមិនបាច់វាចាដូររទេះយកឡានឬក៏សង់វិឡាក្រោយរៀបការលេងភ័យមានច្រើនក្របីជ្រុកសាច់គោមាត់ទីស្រែពីហត្ថាគេយាយបើស្រូវហាងឆេងបានថ្លៃសេដ្ឋីស្រុកស្រែគឺបងតែនៅពេលនេះបងជីក្របីនៅឡើយទេពឹងម៉ែពឹងឪគាត់មានតែស្រែនឹងស្រមៃចង់ខ្លាយជាអ្នកមានដែរនឹងប្រាប់ឲ្យម៉ែចូលស្ដីជីវ៉ាធ្វើស្រែបើត្រូវប្រឹងឡើងថ្នោតមានភពត្រូវឆ្នោតមិនបាច់វាចាដូររទេះយកឡានឬក៏សង់វិឡាក្រោយរៀបការលេងភ័យដល់ពេលហ្នឹងខ្ញុំមានហើយបងប្អូនបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទ